ក្មេងចាប់ពីអាយុប្រមាណឆ្នាំឡើងទៅទើបអនុញ្ញាតឲ្យអង្គុយនៅកៅអីផ្នែកខាងមុខក្បែរអ្នកបើកបរត្រូវមានអាយុចាប់ពី10ឆ្នាំពេញបរិបូរណ៍ឡើងទៅពេលជាគ្នានៅលើផ្លូវចោតហើយចង្អៀតតើយានជំនិះណាត្រូវទៅមុនយានជំនិះឡើងចំណោតនៅលើស្ពានចង្អៀតដែលបើកបរបានតែរថយន្តមួយគ្រឿងយានយន្តប្រភេទណាត្រូវទៅមុនយានយន្តធុនស្រាលនៅពេលបើកបរឆ្លងកាត់ផ្លូវរថភ្លើងតើអ្នកបើកបរត្រូវធ្វើដូចម្តេចបន្ថយល្បឿននៅពេលរថភ្លើងបន្លឺសញ្ញាជិតមកដល់តើអ្នកបើកបរត្រូវឈប់ចម្ងាយយ៉ាងតិចប៉ុន្មានម៉ែត្រពីរបាឬរបាំងចម្ងាយ2ម៉ែត្រផ្លាកសញ្ញាបញ្ជាមានទ្រង់ទ្រាយដូចម្តេចមានរាងមូលមានជាយពណ៌សព័ទ្ធជុំវិញផ្ទៃក្នុងពណ៌ខៀវនិងមានរូបឬសញ្ញាសម្គាល់ខាងក្នុងពណ៌សនៅពេលរថភ្លើងបន្លឺសញ្ញាជិតមកដល់តើអ្នកបើកបរត្រូវឈប់ចម្ងាយយ៉ាងតិចប៉ុន្មានម៉ែត្រពីផ្លូវរថភ្លើងចម្ងាយ5ម៉ែត្រនៅពេលរថយន្តអ្នកបុកមនុស្សឬប៉ះនឹងអ្នកធ្វើចរាចរណ៍លើផ្លូវសាធារណៈតើអ្នកត្រូវធ្វើដូចម្តេចឈប់យានចុះជួយសង្គ្រោះនិងផ្ដល់ដំណឹងដល់ភ្នាក់ងារនគរបាលចរាចរណ៍ដែលនៅជិតបំផុតនៅពេលយានជំនិះខូចគាំងឬត្រូវបង្ខំឲ្យឈប់ឬចតនៅលើទ្រូងផ្លូវក្រៅទីប្រជុំជនតើអ្នកបើកបរត្រូវប្រើភ្លើងសញ្ញាអាសន្ននិងដាក់សញ្ញាត្រីកោណចម្ងាយយ៉ាងតិចប៉ុន្មានម៉ែត្រយ៉ាងតិច30ម៉ែត្របើរថយន្តអ្នកខូចកណ្ដាលទ្រូងផ្លូវសាធារណៈតើអ្នកត្រូវធ្វើដូចម្តេចត្រូវរុញរថយន្តទៅឯខាងស្ដាំទៅធ្វើការជួសជុលបើគ្មានផ្លូវគ្រប់គ្រាន់ត្រូវដាក់សញ្ញាឲ្យដំណឹងបើរថយន្តអ្នកនៅក្នុងទីប្រជុំជនតើអ្នកបើកបរត្រូវឈប់ឬចតយានជំនិះយ៉ាងតិចប៉ុន្មានម៉ែត្រពីផ្លូវប្រសព្វឬផ្លូវបត់ឬផ្លូវកោងចម្ងាយ5ម៉ែត្រនៅក្រៅទីប្រជុំជនតើអ្នកបើកបរត្រូវឈប់ឬចតយានជំនិះយ៉ាងតិចប៉ុន្មានម៉ែត្រពីផ្លូវប្រសព្វឬផ្លូវបត់ឬផ្លូវកោងចម្ងាយ10ម៉ែត្រតើអ្នកបើកបរអាចប្រើសូរស័ព្ទស៊ីផ្លេនៅពេលណាកន្លែងណានៅពេលថ្ងៃពេលសុំចែងនិងមិនត្រូវប្រើនៅជិតមន្ទីរពេទ្យឬកន្លែងណាមានសញ្ញាហាមស៊ីផ្លេតើអ្នកបើកបរអាចឈប់ឬចតយានជំនិះចម្ងាយប៉ុន្មានម៉ែត្រពីមុខគំនូសឆ្នូតកាត់ទទឹងទ្រូងផ្លូវសម្រាប់ថ្មើរជើងឆ្លងកាត់យ៉ាងតិច5ម៉ែត្រនៅពេលចេញរួចតើអ្នកបើកបរអាចឈប់ឬចតយានជំនិះចម្ងាយប៉ុន្មានម៉ែត្រពីផ្លូវរថភ្លើងឆ្លងកាត់យ៉ាងតិច20ម៉ែត្រនៅពេលចេញរួចតើអ្នកត្រូវប្រុងប្រយ័ត្នអ្វីខ្លះពេលចេញរួចត្រូវធ្វើសញ្ញាប្តូរទិសទៅស្ដាំដើម្បីឲ្យដំណឹងថាត្រូវចូលក្នុងចរន្តចរាចរណ៍ដើមវិញដោយប្រយ័ត្ននៅក្នុងទីក្រុងឬទីប្រជុំជនតើចិញ្ចើមផ្លូវមានតួនាទីសំខាន់សម្រាប់ធ្វើអ្វីសម្រាប់ថ្មើរជើងធ្វើដំណើរតើអ្នកបើកបរអាចឈប់ឬចតយានជំនិះចម្ងាយប៉ុន្មានម៉ែត្រពីមុខនិងពីក្រោយទីតាំងបូមទឹករបស់យានពន្លត់អគ្គិភ័យយ៉ាងតិច10ម៉ែត្រតើអ្នកបើកបរអាចឈប់ឬចតយានជំនិះជាពីរជួរទន្ទឹមគ្នាបានដែរឬទេមិនអាចឈប់ឬចតបានទេតើអ្នកបើកបរអាចឈប់ឬចតយានជំនិះនៅលើទ្រូងផ្លូវបានប៉ុន្មានម៉ោងមិនលើសពី24ម៉ោងរថយន្តមួយកំពុងធ្វើចរាចរណ៍នៅលើផ្លូវជាតិនិងរថយន្តមួយទៀតចេញពីផ្លូវលំតើរថយន្តណាមួយមានសិទ្ធិអាទិភាពរថយន្តកំពុងធ្វើចរាចរណ៍នៅលើផ្លូវជាតិមានសិទ្ធិអាទិភាពគំនូសសញ្ញាភ្លោះជាប់សម្រាប់បែងចែកទ្រូងផ្លូវជាពីរទិសចរាចរណ៍ផ្ទុយគ្នាតើអ្នកអាចបើកបរឆ្លងកាត់ឬជាន់ពីលើបានឬទេហាមបើកបរជាន់ឬឆ្លងកាត់តាមបណ្ដោយផ្លូវមានគំនូសសញ្ញាភ្លុះពណ៌លឿងមួយជាប់និងមួយដាច់បែងចែកជាពីរទិសចរាចរណ៍ផ្ទុយគ្នាតើអ្នកបើកបរនៅកៀកគំនូសសញ្ញាណាមួយអាចឆ្លងកាត់ឬចែងបាននៅកៀកគំនូសដាច់អាចឆ្លងកាត់ឬចែងបានផ្លាកសញ្ញាចរាចរណ៍មានប៉ុន្មានក្រុមមាន10ក្រុមគឺផ្លាកសញ្ញាបម្រាមបញ្ជាសិទ្ធិអាទិភាពគ្រោះថ្នាក់បណ្ដោះអាសន្នបង្ហាញទិសដៅប្រាប់ទីប្រជុំជនព្រំប្រទល់តំបន់ប្រាប់ឈ្មោះផ្លូវនិងផ្ដល់ដំណឹងពេលចតរថយន្តមុននឹងចុះពីរថយន្តតើអ្នកត្រូវធ្វើដូចម្តេចខ្លះត្រូវទាញហ្វ្រាំងដៃពន្លត់ម៉ាស៊ីនមើលមកក្រោយទើបពុំបណ្ដាលឲ្យមានគ្រោះថ្នាក់នៅពេលកំពុងបើកបរពេលនោះហ្វ្រាំងជើងរថយន្តខូចតើអ្នកត្រូវធ្វើដូចម្តេច
បន្ថយល្បឿនដោយដាក់លេខតាមលំដាប់ពីធំដល់តូចពេលល្បឿនចុះខ្សោយត្រូវទាញហ្វ្រាំងដៃជួយតើអ្នកបើកបរអាចឈប់ឬចតយានជំនិះចម្ងាយប៉ុន្មានម៉ែត្រពីមុខនិងពីក្រោយផ្លាកសញ្ញាកន្លែងរបស់រថយន្តក្រុងឈប់យ៉ាងតិច10ម៉ែត្រតើអ្នកបើកបរអាចចតយានជំនិះចម្ងាយប៉ុន្មានម៉ែត្រពីមុខឬពីក្រោយរថយន្តដែលឈប់ឬចតបន្តកន្ទុយគ្នាយ៉ាងតិច1ម៉ែត្រនៅពេលយប់មានភ្លើងហ្វារថយន្តចាំងពីមុខតើអ្នកបើកបរត្រូវធ្វើដូចម្តេចបើកបរក្នុងល្បឿនសមល្មមហើយឯបស្ដាំបំផុតតើអ្នកបើកបរត្រូវបើកភ្លើងបំភ្លឺផ្លូវក្នុងករណីណាខ្លះត្រូវបើកភ្លើងបំភ្លឺពីព្រលប់ដល់ពេលភ្លឺមើលឃើញច្បាស់ឬពេលមានភ្លៀងនិងចុះអាប់មិនអាចមើលឃើញអ្វីច្បាស់អ្នកបើកបរនៅលើផ្លូវភក់ឬទឹកដក់ហើយមានថ្មើរជើងនៅជិតទីនោះតើអ្នកត្រូវធ្វើដូចម្តេចត្រូវបើកយឺតៗធ្វើយ៉ាងណាកុំឲ្យគ្រាទឹកភក់ទៅលើអ្នកថ្មើរជើងដែលដើរជិតនោះក្នុងទីក្រុងឬទីប្រជុំជននៅលើផ្លូវដែលមានទិសចរាចរណ៍ពីរផ្ទុយគ្នាតើអ្នកអាចចតរថយន្តជា2ជួរបានឬទេហាមចតរថយន្ត2ជួរតើភ្លើងហ្វាអនុញ្ញាតឲ្យប្រើនៅពេលណាកន្លែងណាអនុញ្ញាតឲ្យប្រើនៅពេលយប់ស្ងាត់គ្មានអគ្គិសនីបំភ្លឺផ្លូវនិងប្រើឆ្លាស់គ្នាជាមួយភ្លើងកូដនៅពេលសុំចែងតើអ្នកបើកបរត្រូវធ្វើដូចម្តេចនៅពេលថ្មើរជើងកំពុងឆ្លងកាត់ឬរៀបឆ្លងកាត់នៅកន្លែងដែលមានគំនូសសញ្ញាសម្រាប់ថ្មើរជើងត្រូវឈប់ក្នុងករណីរថយន្តរបស់អ្នកត្រូវខូចគាំងនៅលើផ្លូវរថភ្លើងតើអ្នកត្រូវធ្វើដូចម្តេចត្រូវរកក្រុមមធ្យោបាយធ្វើយ៉ាងណាកុំឲ្យមានឧបសគ្គដល់រថភ្លើងឬត្រូវឲ្យដំណឹងដល់ភ្នាក់ងារផ្លូវដែកដែលនៅជិតបំផុតនៅពេលជួបប្រទះផ្លាកសញ្ញាហាមចតតើអ្នកអាចឈប់បានឬទេអាចឈប់បាននៅលើស្ពានបើមានគោក្របីឬសត្វពាហនៈកំពុងឆ្លងកាត់តើអ្នកបើកបរត្រូវធ្វើដូចម្តេចត្រូវបន្ថយល្បឿនឬឈប់បើចាំបាច់ត្រូវថយរថយន្តមកក្រោយទាល់តែសត្វទៅផុតនៅពេលមានថ្មើរជើងឆ្លងកាត់នៅជិតគៀកនិងកន្លែងផ្លូវប្រសពតើអ្នកបើកបរត្រូវធ្វើដូចម្តេចឈប់ឲ្យថ្មើរជើងកំពុងឆ្លងកាត់ឬរៀបនឹងឆ្លងកាត់ទៅមុនពេលថ្មើរជើងឆ្លងកាត់នៅកន្លែងដែលមានគំនូសថ្មើរជើងឆ្លងកាត់គ្មានភ្លើងសញ្ញាចរាចរណ៍ឬគ្មានភ្នាក់ងារបញ្ជាចរាចរណ៍នៅទីនោះតើអ្នកបើកបរត្រូវធ្វើដូចម្តេចបន្ថយល្បឿនឬឈប់ដើម្បីឲ្យថ្មើរជើងកំពុងឆ្លងកាត់ឬរៀបនឹងឆ្លងកាត់ទៅមុនតើអ្នកបើកបរយានយន្តអាចប្រើភ្លើងហ្វានៅពេលណាពេលយប់នៅលើទ្រូងផ្លូវដែលគ្មានអគ្គិសនីបំភ្លឺឬសុំចែងដោយប្រើឆ្លាស់គ្នាជាមួយភ្លើងកូដតើអ្នកបើកបរយានយន្តអាចប្រើភ្លើងកូដនៅពេលណាពេលយប់ឬពេលថ្ងៃកាលណាមើលមិនឃើញច្បាស់ឬពេលសុំចែងដោយប្រើឆ្លាស់គ្នាជាមួយភ្លើងហ្វានៅពេលឈប់ឬចតយានយន្តនៅលើទ្រូងផ្លូវពេលយប់ដែលគ្មានភ្លើងអគ្គិសនីបំភ្លឺតើអ្នកបើកបរត្រូវប្រើភ្លើងអ្វីខ្លះភ្លើងទីតាំងភ្លើងក្រហមនិងភ្លើងបំភ្លឺផ្លាកលេខនៅពេលមានទំនិញធ្លាក់លើទ្រូងផ្លូវហើយមិនអាចលើកទំនិញនោះបានភ្លាមៗតើអ្នកបើកបរត្រូវប្រាប់ដំណឹងដល់អ្នកបើកបរផ្សេងទៀតដោយរបៀបណាដាក់សញ្ញាត្រីកោណនៅចម្ងាយយ៉ាងតិច30ម៉ែត្រពីទំនិញនោះតើអ្នកបើកបរយានយន្តអាចប្រើស៊ីផ្លេនៅពេលណាពេលថ្ងៃតើស៊ីផ្លេខ្យល់ត្រូវហាមប្រើនៅកន្លែងណាខ្លះនៅទីក្រុងឬទីប្រជុំជននិងជិតមន្ទីរពេទ្យភ្លើងសញ្ញាពិសេសមានពណ៌អ្វីខ្លះពណ៌ខៀវក្រហមនិងលឿងទុំពេលជួបយានដែលបញ្ចេញភ្លើងសញ្ញាពិសេសពណ៌លឿងទុំកំពុងបំពេញភារកិច្ចតើអ្នកបើកបរត្រូវធ្វើដូចម្តេចប្រុងប្រយ័ត្នក្នុងការជៀសនិងចែងយាននោះនៅពេលជួបយានមានសិទ្ធិអាទិភាពកំពុងបំពេញភារកិច្ចដោយប្រើភ្លើងសញ្ញាពិសេសនិងសញ្ញាសូរស័ព្ទពិសេសតើអ្នកបើកបរត្រូវធ្វើដូចម្តេចបន្ថយល្បឿនអែបទៅខាងស្ដាំឬឈប់បានបើកបរជាតិសម្រាប់បើកបរយានយន្តក្នុងព្រះរាជាណាចក្រកម្ពុជាមានប៉ុន្មានប្រភេទ5ប្រភេទប្រជាពលរដ្ឋដែលមានអាយុ18ឆ្នាំពេញបរិបូរណ៍តើអាចប្រឡងយកប័ណ្ណបើកបរយានយន្តប្រភេទណាខ្លះប្រភេទកនិងខ